ត្រឹមតែប្រមាណម៉ោងប៉ុណ្ណោះខេត្តចំនួន3នៅភាគខាងត្បូងប្រទេសថៃរួមមានខេត្តណារ៉ាធីវ៉ាត់ខេត្តយ៉ាឡានិងខេត្តប៉ាតានីរងការវាយប្រហារប្រដាក់គ្នាសរុបប្រមាណ51ករណីហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃសៅរ៍ទី22សីហារវាងម៉ោង8ដល់ម៉ោង12នៅក្នុងនោះមានអគារសាធារណៈរាប់សិបកន្លែងហាងលក់ទំនិញ 7-Eleven និងរថយន្តជាច្រើនគ្រឿងរងការដុតបំផ្លាញឆេះយ៉ាងសន្ធោសន្ធៅហើយក៏មានករណីប្លន់ប្រដាប់អាវុធដែរនេះបើយោងតាមបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់កងទ័ពថៃក្រោយពីកើតហេតុភ្លាមអាជ្ញាធរមូលដ្ឋានបានបង្កើនសន្តិសុខកម្រិតខ្ពស់ក្នុងខេត្តទាំង3និងបានប្រកាសដាក់បម្រាមគោលចរចាប់ពីយប់ថ្ងៃសៅរ៍ដល់ម៉ោង6ព្រឹកថ្ងៃអាទិត្យចំណែកកងកម្លាំងប្រដាប់អាវុធបានចុះពិនិត្យនៅតាមកន្លែងកាត់ហេតុនិងប្រមូលភស្តុតាងដើម្បីស៊ើបអង្កេតស្វែងរកចាប់ខ្លួនជនបង្កប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះមិនទាន់មានក្រុមឧទាមណាមួយចេញមុខទទួលខុសត្រូវក្នុងហេតុការណ៍វាយប្រហារយ៉ាងសន្ធឹកនេះឡើយបើតាមប្រភពដដែលនៅក្នុងចំណោមខេត្តទាំង3ខេត្តណារ៉ាធីវ៉ាត់រងគ្រោះច្រើនជាងគេរហូតដល់ជាង20ករណីនិងបានបណ្ដាលឲ្យមនុស្ស2នាក់រងរបួសនេះបើយោងតាមតុល្យការបឋមរបស់បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់កងទ័ពថៃត្រឹមថ្ងៃអាទិត្យទី23សីហាប៉ុន្តែមិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនអ្នកស្លាប់នៅឡើយទេនៅព្រឹកថ្ងៃអាទិត្យនេះនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវរៈគុណបានកោះប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខគម្រោងវិនិយោគនិងបញ្ហាទឹកជំនន់កិច្ចប្រជុំនេះធ្វើឡើងមុនលោកនាយករដ្ឋមន្ត្រីធ្វើដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃនៅក្រុងហាត់យ៉ៃខេត្តសង្ខឡានៅភាគខាងត្បូងប្រទេសថៃនាសប្តាហ៍ក្រោយគួរជ្រាបថាប្រជាជនភាគច្រើនក្នុងខេត្តណារ៉ាធីវ៉ាត់ជាអ្នកគោរពប្រណិប័តសាសនាអ៊ីស្លាមជាច្រើនទសវត្សរ៍កន្លងមកតំបន់ភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ីមានជាអាចខេត្តណារ៉ាធីវ៉ាត់ខេត្តយ៉ាឡាខេត្តប៉ាតានីនិងខេត្តសង្ខឡាបានរងការវាយប្រហារជាញឹកញយដោយក្រុមឧទាមផ្ដាច់ខ្លួនជាក់ស្ដែងកាលពីខែកក្កដាកន្លងទៅទាហានថៃ5នាក់បានស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅខេត្តណារ៉ាធីវ៉ាត់បើគិតចាប់តាំងពីឆ្នាំ2004យ៉ាងហោចមនុស្សប្រមាណ7000នាក់បានស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនិងការប្រយុទ្ធគ្នារវាងក្រុមឧទាមផ្ដាច់ខ្លួននិងទាហានរដ្ឋាភិបាលថៃ